Ngàyដែលសារភាពផិតក្បត់ការលាក់បាំងការកុហកហ្នឹងឯងទៅខ្ញុំឆ្ងល់ថាសម័យនេះអីក៏មានដែរប៉ុន្តែគ្រាន់តែទម្រង់នៃការក្បត់គឺវាខុសគ្នាជាក់ស្ដែងដូចមានគូស្នេហ៍ពីរគូដែលពីរគូយើងអាចតាំងដោយមួយគូ A មួយគូ B ខាងប្រុសរបស់គូ A មកស្រឡាញ់ខាងស្រីគូ B អញ្ចឹងមានន័យថាម្នាក់ៗគឺក្បត់ដៃគូខ្លួនឯងរៀងៗខ្លួនលួចក្បត់ទេហើយបើយើងកន្លែងទៅម្នាក់ៗដែលជាជនរងគ្រោះណានៅក្នុងគូនីមួយៗពួកគាត់សុទ្ធតែជាមនុស្សល្អទាំងអស់ដូចបរិះដែលគាត់មានដៃគូគេហៅថាគូស្នេហ៍ A មនុស្សស្រីដែលគាត់ស្រឡាញ់គឺតែងតែយកចិត្តទុកដាក់មួយគាត់តែងតែលើកមុខលើកមាត់ហើយក៏ដូចជាឲ្យតម្លៃគាត់មែនទែនហើយស្មោះត្រង់ប៉ុន្តែចុងក្រោយគាត់បែរជាលួចលាក់ទៅស្រឡាញ់នារីដែលជាគូរបស់បរិះ B ហ្នឹងហើយហើយដល់ពេលនារីដែលជាគូស្នេហ៍ B នេះណាបើនិយាយទៅមិត្តប្រុសរបស់គាត់គឺតែងតែផ្គត់ផ្គង់គាត់រហូតទាំងរបស់ brand ទាំងអ្វីដែលគាត់ចង់បានគឺគេតែងតែផ្គត់ផ្គង់ផ្ដល់ឲ្យគាត់ជានិច្ចប៉ុន្តែមានអារម្មណ៍ថាគាត់ដូចអត់ស្កប់ស្កល់ពួកគាត់បែរជាក្បត់ដៃគូរៀងៗខ្លួនហើយមកលួចលាក់ឆាតក៏ដូចជាមានទំនាក់ទំនងជាមួយគ្នាមិនដឹងថាតើនៅក្នុងគោលបំណងអីពិតប្រាកដហើយពួកគាត់ទាំងពីរក៏អត់ព្រមបែកពីដៃគូរបស់ខ្លួនឯងដែរពីព្រោះដោយសារតែគាត់គិតថាម្នាក់ៗសុទ្ធតែនៅមានប្រយោជន៍សម្រាប់គាត់អញ្ចឹងបាទខ្ញុំឆ្ងល់ថាហេតុអីមនុស្សខ្លះមានដៃគូរៀងៗខ្លួនហើយគាត់ក៏យល់គាត់ក៏ដឹងច្បាស់ដែរហើយសូម្បីតែបុគ្គលខ្លួនឯងដែលជាអ្នកក្បត់ដៃគូណាគាត់ក៏ដឹងថាខ្លួនឯងធ្វើរឿងហ្នឹងវានឹងមានរឿងអីកើតឡើងដែរប៉ុន្តែគាត់នៅតែធ្វើទៀតអញ្ចឹងពេលខ្លះយើងអត់ដឹងថាតើចិត្តគំនិតឬក៏បេះដូងពួកគាត់ណាកើតចេញមកពីអីទេហើយរីឯជនរងគ្រោះវិញជនរងគ្រោះនៃគូស្នេហ៍ A ដែលជានារីរងគ្រោះហើយនិងបរិះរងគ្រោះដែលតាំងដោយអក្សរ B ហ្នឹងហើយគឺពួកគាត់អត់ដឹងអីទាំងអស់គាត់តែងតែធ្វើល្អដាក់ដៃគូរបស់គាត់តែចុងក្រោយគេលួចក្បត់គាត់នៅពីក្រោយខ្នងគេមានតំណែងគេលួចជួបគ្នាអីគឺពួកគាត់អត់ដឹងទាំងអស់ចុះមិនថាពេលខ្លះបើសិនជាថ្ងៃមួយដែលយើងដឹងថាគេក្បត់ខ្ញុំឃើញ quote មួយគេសរសេរល្អមែនតើគេបានសរសេរថាការដែលគេក្បត់មិនមែនមកពីយើងអាក្រក់មិនមែនមកពីយើងអត់ទ្រព្យឬក៏យើងអត់ស្អាតទេប៉ុន្តែវាជាភាពទន់ខ្សោយនឹងការមិនចេះស្កប់ស្កល់របស់មនុស្សម្នាក់នោះចុះមិនថាពេលខ្លះមនុស្សយើងនៅពេលដែលគេក្បត់គាត់នឹងតែងតែមានសំណួរសួរខ្លួនឯងហើយខ្ញុំអត់ល្អត្រង់ណាខ្ញុំអន់ត្រង់ណាខ្ញុំចាញ់គេត្រង់ណាបានគេក្បត់ខ្ញុំអញ្ចឹងខ្ញុំខ្វះខាតអីប៉ុន្តែពេលខ្លះយើងល្អគ្រប់គ្រាន់ហើយអីប៉ុន្តែគ្រាន់តែគេមើលរំលងនៅសេចក្តីល្អរបស់យើងអញ្ចឹងយើងជូនពរទៅឲ្យអ្នកក្បត់ជួបអ្នកក្បត់ទៅខ្ញុំជឿថានៅថ្ងៃណាមួយពួកគាត់ក៏ចេះឈឺចាប់ពួកគាត់ក៏ត្រូវបានមនុស្សក្បត់ដូចគ្នានឹងក្បត់ពួកគាត់វិញដែរអញ្ចឹងវារងាប់ដោយការមិនចង់វា